តោះជំរាបសួរអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះខ្ញុំចែកម្លែកកលឹះខ្លីមួយពាក់ព័ន្ធនឹងការយក account ពីពពួក hacker មកវិញអញ្ចឹងខ្ញុំសូមបញ្ជាក់ថាលុះត្រាតែ account របស់យើងបានយើងអាចយកបានបងប្អូនទាំងគ្នា account ដែលធ្លាប់ប្រើនៅលើ device នៅលើទូរស័ព្ទនឹងពីមុនមកអូខេអញ្ចឹងខ្ញុំអត់និយាយអីវែងឆ្ងាយទេខ្ញុំធ្វើឲ្យបងប្អូនមើលតែម្ដងឧបមាថា account នេះត្រូវគេបានបដូរនៅ password និងឯកសារមួយចំនួនពាក់ព័ន្ធនឹងដូចជាaddress នៃ account របស់យើងគណនីនៃ account របស់យើងអូខេអញ្ចឹងបងប្អូនចូលមកឃើញបែបហ្នឹងបងប្អូនចុចកន្លែង forgot នេះចុចវាទៅបន្ទាប់មកបងប្អូនត្រូវបញ្ចូលចុចនេះយើងអាចបញ្ចូលដាក់លេខទូរស័ព្ទគឺហៅថា phone number ឬក៏ជាមួយនឹង address ឬក៏ username អញ្ចឹងយើងអាចប្រើបានច្រើនអញ្ចឹងឥឡូវខ្ញុំសូមដាក់នៅ address Gmail របស់ខ្ញុំនឹងស្វែងរកតាមរយៈaccount របស់យើងបង្កើតដាក់នៅ address Gmail ចឹងកន្លែងនេះបងប្អូនបង្កើតដាក់លេខទូរស័ព្ទបងប្អូនវាបញ្ចូលលេខទូរស័ព្ទឬក៏ username បើយើងចាំបាននៃ username របស់យើងដាក់ username នៃ account Facebook របស់យើងអូខេអញ្ចឹងខ្ញុំដាក់នៃ address email ហើយបងប្អូនគិតថានេះទេបងប្អូនអាច account បងប្អូនទាំងអស់គ្នាដាក់លេខទូរស័ព្ទអានឹងបញ្ចូលលេខទូរស័ព្ទទៅយើងចុចកន្លែងទីនេះដើម្បីផ្លាស់ប្ដូរវាអញ្ចឹងណាបងប្អូនអញ្ចឹងចុច continueអូខេអញ្ចឹងបាននេះគេផ្ញើកូដទៅ WhatsApp របស់យើងតែយើងអត់មានទេយើងចុចអាក្រោមនេះមក drive away បន្ទាប់មកនេះជាគណនីរបស់យើងបានគេ hack ហើយគេផ្លាស់ប្ដូរដូចជា Gmail ឬក៏លេខទូរស័ព្ទអីចឹងទៅអូខេអញ្ចឹងយើងចុចទម្លាក់មកគឺឃើញថាផ្ញើទៅចូលលេខទូរស័ព្ទអញ្ចឹងលេខទូរស័ព្ទហ្នឹងបើមកថាគេបានផ្លាស់ប្ដូរហើយអញ្ចឹងយើងយកនៅចុចកន្លែងអក្សរពណ៌ខៀវនេះវាដាក់ថា no longer have access ចុចកន្លែងទីហ្នឹងមកកន្លែងសញ្ញាសួរភាសាអង់គ្លេសហ្នឹងយើងចុចមកបន្ទាប់មកឃើញបងប្អូនអញ្ចឹងវាដាក់ថា recover អញ្ចឹងយើង recover នៅ account របស់យើងមកបន្ទាប់មកគឺយើងចុចតម្លាក់មកក្រោមមកបន្ទាប់មកបងប្អូន take select យកខាងក្រោមគេបងប្អូននេះគឺដាក់ tag video selfie អញ្ចឹងយើងយកអានឹងមកបន្ទាប់មកយើងចុច continue ទៅមុខទៀតបន្ទាប់មកនេះជាគេឲ្យដាក់ address Gmail ថ្មីហើយអញ្ចឹងបងប្អូនដាក់មកខ្ញុំដាក់ address Gmail ថ្មីរបស់ខ្ញុំឥឡូវខ្ញុំបានបញ្ចូល address Gmail ថ្មីដែលថានោះខ្ញុំធ្លាប់ប្រើ account មួយមុនហើយអញ្ចឹងយើងចុចទៅមុខទៀតតើវាឲ្យអូខេអញ្ចឹងយើងទៅយកកូដពី address Gmail របស់យើងដែលគេបានផ្ញើទៅហើយសូមចាំបន្តិចអូខេឥឡូវខ្ញុំធ្វើការផាសនៃកូដរបស់ខ្ញុំបន្ទាប់មកវានឹងអូតូទៅមុខតែម្ដងអូខេបន្ទាប់មកយើងចុច next ទៅមុខទៀតបន្ទាប់មកទៀតយើងធ្វើការ start នៃ selfie នៅមុខរបស់យើង Hello អញ្ចឹងខ្ញុំធ្វើការ selfie មុខរបស់ខ្ញុំអូខេបន្ទាប់ពីមកយើងនឹងធ្វើការអាចផ្លាស់ប្ដូរលេខសម្ងាត់បានហើយយើងបដូរវាមកអញ្ចឹងយើងដាក់ធ្វើម៉េចឲ្យសុវត្ថិភាពមកតោះបន្ទាប់ពីយើងបានបញ្ចូលពាក្យសម្ងាត់របស់យើងរួចរាល់ហើយអញ្ចឹងពាក្យសម្ងាត់នេះយើងត្រូវតែចងចាំឬក៏អាចកត់ទុក
អញ្ចឹងទៅណាបងប្អូនបន្ទាប់មកចុច continue ទៅមុខទៀតអូខេឥឡូវយើងបានយក account recovery នៃ account របស់យើង success គឺបានជោគជ័យហើយអញ្ចឹងអត់មានអីទៀតទេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹង